បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះបាទខ្ញុំបាទនឹងធ្វើការប្រើប្រាស់បាទទៅលើ Copilot បាទដើម្បីឲ្យCopilot ហ្នឹងបាទធ្វើការសរសេរទៅលើ VBA code បាទក្នុងការតែយើងធ្វើការបញ្ជាទៅលើប៊ូតុង clear ហើយនិងប៊ូតុង upload បាទអញ្ចឹងនៅពេលដែលយើងបាទចេះទៅលើអឺ VBA code បាទគឺងាយស្រួលក្នុងការដែលអាចជួយការងារយើងទៅលើ Excel ច្រើនបាទចឹងនៅក្នុង file មួយបាទដែលខ្ញុំមានបាទអញ្ចឹងខ្ញុំនឹងធ្វើការបាទ clear ទៅលើតន័យនេះហើយខ្ញុំនឹងធ្វើការបាទគឺចាប់តន័យ file ផ្សេងបាទដើម្បីធ្វើការ upload ចូលបាទរបៀបហ្នឹងបាទអញ្ចឹងដើម្បីធ្វើរបៀបនេះបានបាទយើងត្រូវបាទគឺយើងត្រូវដឹងបាទថាតើយើងចង់ធ្វើការ clear ទៅលើប៊ូតុងហ្នឹងបាទពីបាទគេហៅថាពី row ណាបាទរហូតដល់row ណាបាទហើយមួយទៀតបាទយើងមាន template ហ្នឹងបាទគឺគំរូហ្នឹងវាអាចនឹងខុសគ្នាឬក៏ដូចគ្នាបាទអញ្ចឹងវាអាស្រ័យទៅលើតន័យដែលយើងចង់ចាប់បាទអញ្ចឹងដំបូងបាទដើម្បីធ្វើការ clear ប៊ូតុងបាទខ្ញុំអូខេអញ្ចឹងខ្ញុំអាចចូលទៅក្នុងបាទគេហៅថា data បាទសុំទោសបាទ developer បាទហើយក្នុងនេះបាទយើងចូលទៅបាទយើងមើលឃើញបាទគឺ clear ប៊ូតុងបែបនេះបាទអញ្ចឹងខ្ញុំអត់មានបាទគឺអត់មានតន័យបែបហ្នឹងទៀតនោះទេបាទហើយពេលដែលខ្ញុំចុចទៅបាទវាលែងមានបាទវា error code បាទហើយដូចគ្នាដែរបាទគឺ upload បាទគឺដូចគ្នាដែរនៅពេលដែលខ្ញុំ clear ទៅបាទគឺវាអត់មាននោះទេបាទអញ្ចឹងតន័យរបស់យើងបាទគឺគោលលែងមានបាទអញ្ចឹងដើម្បីធ្វើវាបានបាទយើងត្រូវធ្វើម៉េចបាទយើងត្រូវបាទគឺប្រើប្រាស់ទៅលើ Copilot បាទខ្ញុំនឹងធ្វើការសរសេរ prompt ជាពាក្យបញ្ជាដើម្បីឲ្យការបញ្ជាហ្នឹងគឺយើងចង់ clear ទៅលើ row ណាបាទអញ្ចឹងខ្ញុំនឹងធ្វើការបញ្ជាបាទទៅលើ row បាទ row ទី5បាទអញ្ចឹងខ្ញុំនឹងសរសេរបាទខ្ញុំចង់ឬក៏យើងដាក់ please ក៏បានតែចិត្តបាទ list បាទ have to write បាទ VBA code on បាទ row បាទចាប់ផ្ដើមពីបាទគឺ start row ទីប៉ុន្មានបាទបងប្អូនមើលអាច row ទី5បាទនេះគឺ row ទី5លេខ5បាទអញ្ចឹង row ទី5 on column បាទ column ណាយើងចង់ឲ្យវា clear column ណាខ្លះបាទអញ្ចឹង column A បាទគឺបើយើងនិយាយទៅ A5 បាទដល់ A5 រហូតដល់បាទគឺU បាទអញ្ចឹង A5 រហូតដល់ U បាទអញ្ចឹងយើងវាយតែប៉ុណ្្នឹងមកបាទយើងដាក់ XL to down បាទអញ្ចឹងគឺclear បាទគឺ please បាទ have to provide code បាទ for clear បាទ clear content បាទអញ្ចឹងគឺយើងចង់ clear តែតន័យទេបាទប៉ុណ្្នឹងបាទអញ្ចឹងគឺវាចាប់ដើមសរសេរ code ឲ្យយើងបាទបងប្អូននេះហើយយើងចង់ថែម zip ទៀតក៏បានបងប្អូនបើសិនយើងចង់ថែម zip ទៀតបាទយើងអាចដាក់បានបាទឬក៏បាទអញ្ចឹងបើសិនជា zip ទៀតបាទយើងមើល zip យើងឡើយនេះបាទdata បាទអញ្ចឹងយើងចុចពាក្យហ្នឹងទៅបាទយើងអាចថែម on zip បាទគឺ data ហើយបើសិនជាយើងអត់វាយ zip ហ្នឹងទេបាទវាអាចនឹង clear ទៅលើអា zip ផ្សេងបាទដែលយើងវាអត់ស្គាល់បាទអូខេអញ្ចឹងប៉ុណ្ណឹងបាទយើងអាច copy code ហ្នឹងមកប្រើបានបាទនេះយើងដាក់ទៅហើយកន្លែងនេះបងប្អូនចង់កែក៏បានដែរកន្លែងនេះយើងអាចដាក់ថា clear បាទ clear data អញ្ចឹងទៅណាឬក៏យើងប្រើ original ចេញពី Copilot ក៏បានដែរបាទប៉ុណ្ណឹងយើង save បាទអញ្ចឹងចង់ដឹងបាទយើងអាចបិទវាហើយយើងទៅ test ទៅលើបាទប៊ូតុងបាទនេះយើងប៊ូតុងហ្នឹងយើងចុចកន្លែងប៊ូតុងហើយយើង assign macro បាទនេះ macro យើងឃើញ clear បាទអញ្ចឹងយើងចុច OK បាទអូខេអញ្ចឹងយើងចុច clear បាទអស់លេងបាទអញ្ចឹងមួយទៀតបាទយើងចង់ upload បាទ upload តន័យហ្នឹងបញ្ចូលទៅក្នុង template ហ្នឹងបាទដោយយើងដឹងថាតន័យទាំងពីរហ្នឹងបាទគឺវាតម្រង់គឺដូចគ្នាបាទអញ្ចឹងយើងបើកមើល file យើងសិនបាទនេះខ្ញុំចង់ upload file នេះបាទអញ្ចឹងខ្ញុំមើលសិនបាទវាចាប់ពីណាទៅបាទអូខេអញ្ចឹងយើងឃើញណាបាទគឺ file នេះបាទគឺវាចាប់ពី row ទី2បាទអញ្ចឹងយើងអាចសរសេរ row ទី2ឲ្យវាចូលទៅក្នុង row ទី5បាទដោយតន័យបាទបើយើងមើលទៅវាដូចគ្នាបាទគឺ header បាទគឺដូចគ្នាទាំងអស់បាទអញ្ចឹងវាអត់ពិបាកនោះទេបាទអញ្ចឹងសម្រាប់ការចាប់គឺយើងអាចសរសេរបាទយើងចាប់ដើមសរសេរទៅលើ VBA code របស់យើងម្ដងទៀតបាទគឺplease បាទ have to write បាទ
VBA code for up បាទ for upload file បាទ anytime បាទ anytime បាទគឺគ្រប់ប្រភេទបាទinto my template បាទអញ្ចឹងយើងអាចថែមទៅបាទ upload file បាទ has data on បាទ on row មកបាទយើងចង់បានចាប់ពី row ទី2បាទ row ទី2បាទយើងអាចថា A2 T2 បាទរហូតដល់ U បាទ XL to down បាទដូចគ្នាបាទសម្រាប់ into template បាទ template ហ្នឹងបាទយើងអាចដាក់ zip បាទយើងអាចដាក់ zip នេះទៅបាទនេះអា zip ដែលយើងចង់បានមិញហ្នឹងបងប្អូនថាយើង template ដែលយើងចង់មានបានហ្នឹងគឺ data បាទon បាទ on row បាទអញ្ចឹងនៅក្នុង zip ហ្នឹងគឺយើងចាប់ពី row ណាគឺយើងចាប់ពី row ទី5បាទអញ្ចឹង row ទី5 on column បាទគឺ column A5 បាទ A5 U បាទ XL to down បាទ XL to down គឺវាចុះក្រោមទាំងអស់បាទឲ្យតែមានទិន្នន័យបាទអញ្ចឹងយើងអាច please have to provide បាទ VBA code for upload file បាទ on local ប៉ុណ្ណឹងបាទអូខេអញ្ចឹងយើងឃើញហើយបាទគឺកូដរបស់យើងចេញហើយណាបងប្អូននេះចាំតិចបាទវានឹងចប់បាទអូខេអញ្ចឹងនៅពេលដែលយើងចប់វាចេញអាសញ្ញានេះបងប្អូន end sub ហ្នឹងគឺយើងអាចមើលបើសិនជាវាមិនទាន់ចប់ទេគឺវាអត់ទាន់ចេញ end sub ហ្នឹងទេបាទអូខេអញ្ចឹងខ្ញុំនឹងទៅកន្លែង developer បាទហើយខ្ញុំកន្លែង developer ហើយខ្ញុំចាប់ដើមបាទសរសេរកូដបាទអញ្ចឹងនៅក្នុងហ្នឹងបាទខ្ញុំសុំបិទតិចបាទដោយសារកុំឲ្យវាច្រើនពេកបាទអូខេអញ្ចឹងយើងទៅមើលបាទគឺវាអត់មានទេបាទអញ្ចឹងយើងទៅមើលកន្លែងនេះបាទគឺយើងចាប់ដើមចុច insert បាទហើយយើងចុចឬក៏យើងមានអា module ឡើងនេះស្រាប់ដែលយើងបង្កើតឬក៏យើងលុបចេញបាទឥឡូវខ្ញុំអាចថា remove module នឹងចោលហើយខ្ញុំបង្កើតថ្មីបាទអូខេបាច់ save ទេបាទហើយវាលុបអត់ចេញបាទអញ្ចឹងយើងអាចប្រើសន្ទុះបាទយើងអាចប្រើ module 1បាទនេះដោយសារតែ module 2យើងប្រើហើយបាទអញ្ចឹង module 1បាទសុំម្ដងទៀតបាទអូខេអញ្ចឹងយើងនៅសល់module 1បាទ module 1គឺយើង clear បាទ module 2បាទសំទោស module 2យើង clear បាទ module 1បាទយើងupload បាទដោយសារតែខ្ញុំដាក់ខុសគ្នាបាទអញ្ចឹងវាច្រឡំបាទអូខេអញ្ចឹងនៅពេលដែលបងប្អូនចេះស្ទាត់បងប្អូនកុំឲ្យច្រឡំបងប្អូនអាចដាក់ module 1 module 2ឲ្យច្បាស់លាស់ទៅបាទឬក៏ដាក់ចិត្តម៉ងជើងវាក៏បានបាទ upload file បាទប៉ុណ្ណឹងបាទខ្ញុំចុច save ហើយខ្ញុំទៅកាន់នេះបាទប៊ូតុងរបស់យើងបាទយើងចុច assign macro បាទអូខេហើយយើងចុច upload បាទអូខេបន្តមកទៀតបាទយើងចុច upload បាទនេះអញ្ចឹងដោយសារតែយើងមិញយើង select type វាអត់ត្រូវបាទដោយសារតែប្រភេទខ្លះបាទ file វាប្រភេទអត់ដូចគ្នាបាទអញ្ចឹងវាអាចមិន Excel អីអញ្ចឹងណាបាទអញ្ចឹងខ្ញុំថែម comment មួយទៀតបាទ add any type of file បាទ for upload បាទសាច់ S បាទ CVS បាទ CVS Excel បាទ XLS បាទ Jackson ONE បាទអញ្ចឹងយើងម្ដងទៀតបាទគឺវានឹងចាប់ឲ្យយើងបាទនេះអូខេអញ្ចឹងយើងបានណាបាទអូខេយើង copy ទៅម្ដងទៀតបាទអូខេយើងចុច assign macro ហើយយើងចុចយកពាក្យ upload យើងចុច edit បាទយើង remove អាចាស់ចោលទៅបាទហើយយើងផាកថ្មីចូលបាទអញ្ចឹងយើងប៉ុណ្ណឹងបាទអូខេនេះមើលសិនបាទអូខេអញ្ចឹងបងប្អូនកន្លែងនេះកែក៏បានមិនកែក៏បានឥឡូវបើសិនជាយើងចង់កែបាទវាអត់មានបញ្ហាអីទេបាទបើយើងមិនចង់កែក៏បានដែរបាទតែបើយើងកែយើងអាចដាក់ឲ្យត្រូវចំណងជើងដែលយើងចង់បានបាទបើកុំឲ្យពិបាក
cái nàyយើងដាក់អត់ត្រូវបាទវាអាចយើងពេលដែលយើងទៅធ្វើការងារបាទវាច្រឡំបាទ file ច្រើនពេកមិនដឹងថាមួយណា upload អាមួយណា clear បាទអញ្ចឹងវាធ្វើឲ្យយើងវែងវាន់ខ្លួនឯងបាទអូខេអញ្ចឹងខ្ញុំចុចម្ដងទៀតបាទខ្ញុំចុច upload file បាទអូខេអូខេអញ្ចឹងយើងសាកតេស្តឡើងវិញបាទនេះវាមកបាទគឺមកគ្រប់ប្រភេទបាទអូខេអញ្ចឹង complete បាទបងប្អូននេះគឺមកស្អាតបាទ upload ឲ្យយើងមកស្អាតតែម្ដងបាទបាទអញ្ចឹងមានប៉ុណ្ណឹងបាទពីការប្រើប្រាស់ទៅលើ Copilot បាទដើម្បីឲ្យ Copilot ហ្នឹងជួយក្នុងការឲ្យយើងបាទអាចសរសេរបាទ VBA code បាទដោយអត់បាច់បាទចូលទៅក្នុង developer ដើម្បីធ្វើការសរសេរវៃឆ្ងាយទេបាទវាងាយបាទសម្រាប់ការប្រើប្រាស់ទៅលើ Copilot បាទ